ប្រយ័ត្នពាក្យផ្អែមកូនជាទីស្រឡាញ់កូនគួរប្រយ័ត្នពាក្យនិយាយរបស់អ្នកដទៃដោយចំពោះពាក្យផ្អែមល្ហែមទឹកអំពៅទឹកត្នោតដែលមានរសផ្អែមកាលបើទុកយូរទៅហើយត្រូវផ្សំនឹងមេផងក៏คล้ายទៅជាគ្រឿងស្រវឹងយ៉ាងណាមិញពាក្យសម្ដីផ្អែមល្ហែមរបស់មនុស្សខ្លះក៏អាចធ្វើឲ្យយើងស្រវឹងបានយ៉ាងនោះដែរកាលបើស្រវឹងហើយក៏ធ្វើឲ្យវង្វេងភ្លេចខ្លួនបាត់បង់ស្មារតីខូចប្រក្រតីដែលធ្លាប់តែរៀបសាររហូតដល់មានពេលខ្លះត្រូវអស់មាសអស់ប្រាក់ទៀតផងព្រោះជឿពាក្យផ្អែមល្ហែមរបស់គេចូលកូនពិចារណាឲ្យបានល្អអ្នកណាមកនិយាយផ្អែមល្ហែមលើកដំកើងកូនថាកូនល្អយ៉ាងនេះពូកែយ៉ាងនោះកូនត្រូវតែប្រយ័ត្នឲ្យមែនតែនកុំប្រញាប់ស៊ីចូលរីករាយសប្បាយភ្លេចខ្លួនឲ្យសោះបើកូនមិនស្រវឹងនឹងពាក្យផ្អែមល្ហែមរបស់អ្នកដទៃទេកូននឹងមិនក្តៅក្រហាយស្ដាយក្រោយឡើយត្រីដែលស្លាប់ទៅហើយមួយចំណែកនោះព្រោះត្រូវគេបញ្ឆោតដោយនុយដោយលំនៅឋានជាដើមបើវាមិនតាក់ចិត្តជាប់នឹងគ្រឿងបញ្ឆោតទេវាក៏នឹងមិនស្លាប់ដែរក្នុងរឿងនេះកូនត្រូវតែចេះប្រយ័ត្ននឹងអ្វីគ្រប់យ៉ាងមិនចំពោះតែពាក្យផ្អែមល្ហែមរបស់អ្នកដទៃប៉ុណ្ណោះឡើយពោលគឺប្រយ័ត្នចំពោះគ្រឿងបោកបញ្ឆោតក្នុងលោកកុំឲ្យស្លាប់ដោយត្រីដែលចាប់នុយនោះកូនណើយប្រយ័ត្នជាស្មារតីប្រយ័ត្ននឹងអ្វីគឺល្អទាំងអស់កូនត្រូវចាំពាក្យក្នុងសិភៅកូនមាសឪពុកថាភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាភ្លាត់មិនទាន់ធ្លាក់ជ្រៅប្រឹងឡើងណាពៅគំនៅនាំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លែងសុបសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះតែលោកនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពីអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននឹងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមមួនអត់ធន់ជាឪរក្សាក្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើតខន្តីដោយថ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកទ្រាំណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណក៏បងក្អួតចេញមកទៅបានធូរកូនជាទីស្រឡាញ់គង់តែមានថ្ងៃណាមួយមិនខានដែលមនុស្សយើងត្រូវជួបជាមួយនឹងសេចក្តីទុក្ខឬបញ្ហាដែលធ្វើឲ្យចិត្តចង្អៀតចង្អល់មាននៅកង្វល់ជាទុក្ខកង្វល់ដែលមិនអាចប្រាប់អ្នកដទៃឬជាទុក្ខដែលខ្លួនឯងគិតថាអ្នកដទៃណាក៏មិនអាចនឹងជួយបានសេចក្តីទុក្ខបែបនេះនឹងធ្វើឲ្យកើតការធុញថប់ក្នុងជីវិតនៅម្នាក់ឯងតែងតែដកដង្ហើមធំគិតច្រើនតតែឈឺក្បាលបាយមិនបានសម្រានមិនលក់ដែលអាចបណ្ដាលឲ្យកើតរោគសរសៃប្រសាទបានដោយងាយកាលបើកូនបានជួបប្រសពនៅភាវៈជាទុក្ខដូចបានពោលហើយនេះកូនកុំលាក់ទុក្ខតែម្នាក់ឯងត្រូវកុំឲ្យនៅតែក្នុងខ្លួនគឺត្រូវបញ្ចេញមកខាងក្រៅនឹងធ្វើឲ្យកូនបានធូរស្រាលប្រៀបដូចជាការហើមពោះទល់លាមកអញ្ចឹងណាកូនដល់ពេលបន្តបងបានអស់មកក៏ធូរពោះស្រួលខ្លួនទៅយ៉ាងណាមិញការធុញថប់ការត្រេះរិះកង្វល់ក្នុងរឿងផ្សេងដែលមាននៅក្នុងចិត្តក៏ដូចគ្នាត្រូវតែបញ្ចេញមកខាងក្រៅយ៉ាងនោះឯងមានបញ្ហាខ្លះពិតមែនតែគេមិនលាក់ទុកតែឯងប៉ុន្តែគេបញ្ចេញមកខាងក្រៅដោយការសងសឹកដោយការបៀតបៀនដោយអំពើហិង្សាផ្សេងឲ្យដល់អ្នកដទៃនៅក្នុងសេចក្តីនេះកូនត្រូវកុំបញ្ចេញមកជាដាច់ខាតវិធីបញ្ចេញនៅទុក្ខកង្វល់ភាពធុញថប់ឬភាពស្រពាប់ស្រពោននៃចិត្តដែលល្អបំផុតនោះគឺពោលឲ្យអ្នកដទៃស្ដាប់ក្នុងលំដាប់ថ្នាក់ដំបូងនោះគឺមេត្តាបិតាកូនមានរឿងកើតទុក្ខតឹងណែនក្នុងទ្រុងយ៉ាងណាកូនត្រូវជម្រាបឲ្យមេត្តាបិតាបានជ្រាប
គឺពោលឲ្យម៉ែឪស្ដាប់នឹងឯងម៉ែឪមិនជាពឹសមិនជាភ័យសម្រាប់កូនឡើយម៉ែឪរមែងដឹងចិត្តកូននឹងយល់ពីកូនជានិច្ចសំបីពេលខ្លះមិនអាចដោះស្រាយបញ្ហាឲ្យកូនបានក៏ដោយតែម៉ែឪគឺជាកន្លែងដែលសម្រាប់កូនក្អួតដាក់បានកូននឹងរៀបរាប់នឹងយំនឹងសម្ដែងនៅសេចក្តីទុក្ខលំបាកឬបំណងយ៉ាងណាចំពោះមុខម៉ែឪក៏បានទាំងអស់បើធ្វើយ៉ាងនេះហើយនឹងអាចធ្វើឲ្យកូនសប្បាយចិត្តឡើងបានឪពុកម្ដាយរីករាយនឹងស្ដាប់រីករាយនឹងដឹងឪពុកម្ដាយព្រមទទួលនៅសេចក្តីទុក្ខរបស់កូនជានិច្ចចូលកូនកុំឃើញឪពុកម្ដាយជាអ្នកដតីផ្សេងណាឲ្យសោះភាពធុញថប់ការតានតឹងចង្អៀតចង្អល់ទុក្ខកង្វល់ទាំងអស់របស់កូនគឺកូនគួរមកក្អួតឬបន្ទោបងដាក់ឪពុកម្ដាយចុះកុំទុកឲ្យតឹងណែនក្នុងខ្លួនកូនតែម្នាក់ឯងនោះឪពុកម្ដាយព្រមធ្វើជាកន្ធោឬជាបង្គន់របស់កូនជានិច្ចតាំងតែពីកូននៅក្នុងផ្ទៃម្ដាយម្លេះភ្លើងច្រណែនកូនជាទីស្រឡាញ់មានធម្មជាតិម្យ៉ាងនៅពេលកើតដល់អ្នកណាហើយនឹងធ្វើឲ្យអ្នកនោះក្តៅងំក្នុងចិត្តកើតការញាប់ញ័រក្នុងទ្រូងនិងឈឺផ្សាធម្មជាតិដែលថាមកនេះគឺច្រណែនឬរិះសាការច្រណែនកើតឡើងក្នុងចិត្តនៅពេលឃើញអ្នកដតីបានល្អជាងខ្លួនក្រៃលែងមែនតែនគឺអ្នកដែលបានល្អជាងខ្លួននោះជាសត្រូវឬជាគូប្រកួតគ្នានឹងខ្លួនឯងដែលធ្វើឲ្យការច្រណែនរឹងរិតតែកើតឡើងមានកម្លាំងខ្លាំងឡើងអ្នកដែលមាននៅការច្រណែនរមែងបាត់បង់នៅសេចក្តីសុខដោយមិនដឹងខ្លួនឃើញអ្វីចេះតែទាស់មុខទាស់មាត់ទាស់ភ្នែកទាស់ត្រចៀកទាំងអស់គឺជាការបដូរផ្លាស់ពីទឹកចិត្តមេត្តាករុណាមកជាចិត្តឥតគុណធម៌មានការចង្អៀតចង្អល់នឹងអ្នកដតីជានិច្ចការច្រណែននេះអាចសាហាវនិងក្តៅខ្លាំងណាស់កូនអើយរហូតដល់ថ្នាក់សម្លាប់គ្នាដូច្នេះហើយទើបហៅថាភ្លើងច្រណែននេះនៅពេលឆេះឡើងហើយរមែងដុតចិត្តមនុស្សឲ្យក្តៅរលរៀលរហូតគ្រប់ពេលភ្នក់ភ្លើងនេះពិតមែនតែថានឹងឆេះឡើងបានងាយប៉ុន្តែក៏ដោយសារឃើញសត្រូវឬគូប្រជែងបានល្អប៉ុណ្ណោះប្រសិនបើអ្នកដែលបានល្អនោះជាមនុស្សដែលខ្លួនឯងស្រឡាញ់វិញបាបធម៌អេសាគឺការច្រណែននឹងមិនកើតឡើងឡើយពេលកូនបានដឹងដូច្នេះហើយកូនត្រូវប្រយ័ត្នឲ្យណាស់ចំពោះបាបធម៌ប្រភេទនេះដើម្បីកុំឲ្យកើតឡើងបានកូនត្រូវហ្វឹកហាត់ឲ្យជាមនុស្សមានចិត្តទូលាយអ្នកដតីមិនថាជាសត្រូវឬជាមិត្តឬថាជាមនុស្សដែលកូនស្រឡាញ់ឬស្អប់ឡើយគឺគេមានសិទ្ធិបានទទួលសម្រេចនៅក្នុងរឿងផ្សេងដូចជាមនុស្សទូទៅដែរបើកូនត្រេកអររីករាយជាមួយគេមិនបានទេកូនគួរតែដាក់ចិត្តឲ្យប្រងើយធ្វើដូចជាមិនដឹងមិនឃើញអញ្ចឹងទៅឬថាត្រឹមតែចិត្តឃើញត្រឹមតែចិត្តឮត្រឹមតែចិត្តដឹងរឿងតែប៉ុណ្ណោះតើវាមិនត្រូវភ្លើងឆេះអ្វីកើតឡើងសុទ្ធតែមានហេតុត្រឹមត្រូវយើងមិនដឹងថាជាត្រូវទៅច្រណែននឹងគេយ៉ាងដូចម្ដេចនោះឡើយកូនត្រូវចាំទុកថាកុំចង់បានរបស់ដែលអត់កុំជាប់ចិត្តនឹងរបស់ដែលមានអ្វីកើតព្រោះមានហេតុអ្វីដែលកើតឡើងហើយសុទ្ធតែប្រែប្រួលបើកូនខ្វះគុណធម៌កូននឹងច្រណែនចំពោះសេចក្តីល្អរបស់គេដូច្នេះអ្នកដែលក្តៅក្រហាយពិតគឺជាខ្លួនកូនមិនមែនគេទេរឿងអ្វីដែលកូនត្រូវមកបង្កាត់ភ្លើងទុកត្រង់ដើមទ្រូងឲ្យឆេះតែខ្លួនឯងគ្រប់គ្រានោះវាជាការល្ងងណាស់ចូលកូនកុំជាមនុស្សល្ងងខ្លៅឡើយកុំច្រណែននឹងគេកុំដុតចិត្តដុតទ្រូងខ្លួនឯងឲ្យសោះណាកូនណាដួលហើយត្រូវក្រោកកូនជាទីស្រឡាញ់ផ្លូវនៃដំណើរជីវិតនោះមិនមែនសុទ្ធតែរៀបស្មើទៅទាំងអស់នោះទេជីវិតមានឡើងមានចុះមានសុខមានទុក្ខជាគូគ្នាទៅរហូតដោយចំពោះក្នុងកិច្ចការងារបើរឹតតែការងារធំរឹតតែមានឧបសគ្គប្រសិនបើកូនធ្វើការងារអ្វីមួយដែលកូនបានគិតសពគ្រប់ហើយថាជាការងារល្អត្រឹមត្រូវជាការងារដែលអាចនាំឲ្យចម្រើនទៅមុខបាន
ប៉ុន្តែកាលបើធ្វើទៅការងារនោះបែរជារៀងស្ទះមិនប្រព្រឹត្តទៅតាមដូចដែលបានគិតទុកទេពោលគឺឧបសគ្គកូនត្រូវពុះពៀនៅឧបសគ្គនោះទៅឲ្យបានដោយសតិបញ្ញាដោយការអត់ធន់និងព្យាយាមកុំស្លន់ស្លោត្រូវចាត់ចែងដោះស្រាយឲ្យស្រួលបួលកុំរួញថយដោយអស់កម្លាំងចិត្តជាមុននោះសភាវៈដែលសំខាន់ជាទីបំផុតនៅពេលដែលកូនជួបនៅបញ្ហាជាឧបសគ្គក្នុងជីវិតគឺកម្លាំងចិត្តចូលកូនកុំឲ្យកម្លាំងចិត្តធ្លាក់ចុះឲ្យសោះបើការងារឬប្រាក់កម្រៃត្រូវធ្លាក់ចុះយ៉ាងណាក៏ដោយកុំតែកម្លាំងចិត្តធ្លាក់ចុះតាមវាមិនជាអ្វីឡើយកូនត្រូវថែរក្សាចិត្តផ្គងចិត្តឲ្យល្អត្រូវប្រយ័ត្នកុំឲ្យបាក់ទឹកចិត្តជាដាច់ខាតដោយពាក្យថាដួលហើយត្រូវក្រោកបានសេចក្តីថាកាលផ្លាត់ជើងរអិលដួលទៅគឺត្រូវក្រោកឡើងហើយដើរតទៅទៀតមានតែអ្នកដែលក្រោកឡើងហើយដើរតទៅទៀតប៉ុណ្ណោះដែលអាចទៅដល់គោលដៅបានយ៉ាងណាមិញកាលបើកូនមានការខកចិត្តព្រោះជួបនៅវិបត្តិអ្វីមួយកូនត្រូវតាំងចិត្តឲ្យមាំផ្គងចិត្តឲ្យរឹងប៉ឹងទាញខ្លួនឯងចេញពីការខកចិត្តនោះឲ្យបានហើយព្យាយាមតស៊ូជាបន្តដើម្បីឲ្យបានដល់នៅសេចក្តីសម្រេចសមតាមប្រាថ្នាក៏យ៉ាងនោះដែរកូនសម្លាញ់ត្រូវដឹងថាការខកចិត្តកើតមកពីការមានសង្ឃឹមជាហេតុដូច្នេះក្នុងជីវិតរាល់ថ្ងៃកូនត្រូវចេះប្រយ័ត្នចំពោះសេចក្តីសង្ឃឹមដែលមានក្នុងចិត្តកូនផងពិតមែនហើយថាការសង្ឃឹមវានាំឲ្យមានកម្លាំងចិត្តប៉ុន្តែវាក៏នាំឲ្យខកចិត្តផងដែរព្រោះតែมันបានសម្រេចដោយប្រាថ្នាដូច្នេះកូនត្រូវហ្វឹកហាត់អប់រំឲ្យកើតឡើងនៅកុសលឆន្ទៈគឺការពេញចិត្តក្នុងអំពើប្រះចាកទោសកុសលឆន្ទៈនាំឲ្យកូនបាននៅសេចក្តីសុខចិត្តក្នុងការងារដែលកូនកំពុងបំពេញធ្វើព្រោះកូនគិតថាធ្វើការឲ្យអ្នកដទៃបានសុខម្ល៉េះហើយកូនរីករាយនឹងធ្វើការងារនោះដោយមិនចាំបាច់សង្ឃឹមផលអ្វីទៀតឡើយបើផលបានសម្រេចក៏សម្រេចដោយប្រះចាកទោសតែបើមិនបានសម្រេចទេក៏មិនខកចិត្តដែរគឺកូនសប្បាយចិត្តនឹងធ្វើជាបន្តទៀតនិងសប្បាយចិត្តក្នុងការងារដែលប្រះចាកទោសនោះឯងដោយពោលមកនេះកូនពិតជាមិនចេះអស់ទឹកចិត្តក្នុងការងារផងមានកម្លាំងចិត្តធ្វើបន្តផងបានទទួលនៅសេចក្តីសុខចិត្តតាន់ពេលតាន់វេលាដែលកំពុងធ្វើការងារនោះផងដែរសុខភាពរបស់ចិត្តកូនជាទីស្រឡាញ់កាលពោលដល់រឿងសុខភាពយើងច្រើនតែនឹកដល់សុខភាពរាងកាយនិងដល់ភាពរឹងប៉ឹងនិងការមិនមានរោគនៃរូបរាងកាយតែប៉ុណ្ណោះការពិតសុខភាពផ្លូវចិត្តមានសេចក្តីសំខាន់ជាងសុខភាពរាងកាយទៅទៀតចិត្តដែលមានសុខភាពល្អក៏នឹងប្រព្រឹត្តទៅដោយសេចក្តីឆ្លាតស្រឡះថ្លាមិនមួម៉ៅក្តៅក្រហាយឬរវើរវាយឡើយដូច្នេះការរក្សាសុខភាពផ្លូវចិត្តឲ្យល្អទើបជាការចាំបាច់ណាស់សុខភាពនៃចិត្តនឹងល្អទៅបានក៏ដោយសារការថែរក្សាដែរគឺកុំចេះតែប្រមូលរឿងរ៉ាវយកមកសន្សំទុកក្នុងចិត្តដោយអយោនិសោមនសិការៈអយោនិសោមនសិការៈបានដល់ការគិតខុសម្ល៉េះហើយអារម្មណ៍ជារឿងរ៉ាវផ្សេងដែលចិត្តបានទទួលយកមកទុកដោយការចាំនោះក៏ទៅជាស្អុយរលួយបណ្ដាលឲ្យខូចសុខភាពរបស់ចិត្តមិនមានរឿងអ្វីដែលអាក្រក់នោះទេបើកូនមិនគិតថាអាក្រក់រឿងតែម្យ៉ាងអាក្រក់សម្រាប់មនុស្សម្នាក់ព្រោះគេគិតថាអាក្រក់តែមិនអាក្រក់សម្រាប់មនុស្សម្នាក់ទៀតឡើយព្រោះគេមិនបានគិតដូច្នោះសេចក្តីពិតដូចនេះសំដែងឲ្យឃើញថាអាក្រក់ឬមិនអាក្រក់មិនបាននៅនឹងរឿងខាងក្រៅឡើយគឺនៅនឹងការគិតរបស់មនុស្សម្នាក់កាលបើដូច្នេះកូនព្រមឲ្យគំនិតរបស់កូនធ្វើអាក្រក់ឲ្យខ្លួនកូនធ្វើអ្វីក្នុងโลกនេះมันមានអ្វីដែលសំខាន់សម្រាប់កូនជាងកូនជាមនុស្សល្អនោះឡើយជំនួសការដែលកូនចង់ឲ្យអ្នកដទៃធ្វើសេចក្តីល្អដល់កូនគឺកូនត្រូវព្យាយាមធ្វើសេចក្តីល្អឲ្យខ្លួនឯងទៅតាមដែលកូនត្រូវការព្រោះថាក្នុងโลกនេះมันមានអ្នកណាធ្វើសេចក្តីល្អជំនួសកូនបានឡើយ
សេចក្តីល្អដែលកូនធ្វើដោយខ្លួនឯងទៅមានអានុភាពដល់ចិត្តជាពិតប្រាកដគឺធ្វើឲ្យចិត្តបានសុខស្ងប់កាលចិត្តសុខស្ងប់ហើយអ្វីខាងក្រៅក៏រៀបរយទៅផងដែរមនុស្សមានសុខភាពផ្លូវចិត្តល្អរមែងធ្វើជាមលុបឲ្យជីវិតខ្លួនឯងមនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់ចូលកូនរស់នៅជាមួយខ្លួនឯងជាមនុស្សល្អរមែងថែរក្សាចិត្តឲ្យមានសុខភាពល្អបវិវេកៈរសាំងបិទ្វារសាំងឧបសមសច្ចៈនិន្ទរោហោតិនបាបោធម្មបៃតិរសាំងបិវੰបុគ្គលក្រេបជញ្ជក់នៅរស់ដែលកើតអំពីវិវេកនិងរស់ព្រះនិព្វានដែលជាទីចូលទៅស្ងប់រងាប់ក្រេបជញ្ជក់នៅរស់បៃតិដែលកើតអំពីធัวជាអ្នកមិនមានសេចក្តីក្រហល់ក្រហាយនិងជាអ្នកមិនមានបាបសូមអនុមោទនាឈឺចាប់ក្នុងចិត្តកូនជាទីស្រឡាញ់ពេលខ្លះឪពុកម្ដាយបានធ្វើអ្វីឬនិយាយអ្វីជាមួយកូនខ្លាំងហួសអាចធ្វើឲ្យកូនមិនពេញចិត្តប៉ុន្តែចូលកូនយល់ថាទោះជាយ៉ាងណាក៏ដោយឪពុកម្ដាយគិតគូរដល់កូនណាស់ស្រឡាញ់កូនណាស់គឺកូននៅតែជាកែវភ្នែកជាបេះដូងរបស់ម៉ែឪជានិច្ចនៅពេលដែលកូនសម្លឹងមើលឪពុកម្ដាយដោយក្រសែភ្នែកខឹងស្អប់ឬមិនចូលចិត្តហាក់ដូចជាឪពុកម្ដាយជាអ្នកដទៃទៀតនោះឪពុកម្ដាយតូចចិត្តហើយឈឺចាប់ណាស់អ្នកដទៃគេមាក់ងាយឬយល់ខុសមកលើឪពុកម្ដាយក៏ឪពុកម្ដាយមិនមែនញាប់ញ័រក្នុងចិត្តដូចជាកូនរបស់ខ្លួនមកមាក់ងាយឬយល់ខុសលើឪពុកម្ដាយឡើយបើកូនខឹងក្រោធចំពោះម៉ែឪព្រោះកូនមិនពេញចិត្តឬទាស់ចិត្តក្នុងរឿងអ្វីដែលម៉ែឪបានធ្វើទៅហើយនោះម៉ែឪល្មមអាចទ្រាំបានប៉ុន្តែបើខឹងក្រោធចំពោះកូនមិនយល់ដល់ទឹកចិត្តដ៏ពិតប្រាកដរបស់ម៉ែឪវិញនោះឪពុកនិងម្ដាយត្រូវខូចចិត្តនិងឈឺចាប់ក្នុងដើមទ្រូងយ៉ាងក្រៃលែងណាកូនសន្តានហរតីនៃព្រះអរហន្តមកលើពួកជនមកចត់យ៉ាងណាទឹកចិត្តម៉ែឪលើបុត្រធីតាមកចត់អស្ចារ្យក៏យ៉ាងនោះដែរចូលកូនទាំងឡាយកុំវាយដំឡៃទឹកចិត្តប្រពៃនៃពុកនិងម៉ែឲ្យស្មើនឹងទ្រព្យឬស្មើប្រាក់ខែព្រោះថាឪម៉ែជាព្រះអរហន្តនៅក្នុងលោកនេះពុំមាននរណាចិត្តគិតប្រាថ្នាមេត្តាពេកពុនលើកូនប្រុសស្រីមានន័យគុណធ្ងន់ឲ្យដូចអរហន្តមេត្តាបិតាបើកូនស្វែងរកអង្គព្រះអរហន្តដើម្បីបន្ទន់អោនក្រាមសិរសាកូនត្រូវនឹកដល់មេត្តាបិតាព្រះអរហន្តាស្ថិតនៅក្នុងផ្ទះមេត្តាបិតាចិន្តាបរិសុទ្ធស្ម័គ្រស្មោះលើបុត្រសតចិត្តត្រង់លះកម្លាំងកាយចិត្តជីវិតប្រាក់មាសចិត្តល្អដូចព្រះវេស្សន្តរក្សត្រាសូមអនុមោទនាចិត្តមួយថ្លើមមួយកូនជាទីស្រឡាញ់ធម៌ដែលនឹងធ្វើឲ្យគូក្រងនៅជាមួយគ្នារហូតតទៅនោះក៏គឺការស្មោះត្រង់ដល់គ្នាមិនក្បត់ចិត្តគ្នារក្សាពាក្យសន្យាថាស្មោះត្រង់នឹងគ្នាតាំងតែពីដំបូងមកនោះឯងសច្ចៈតាំងចិត្តស្មោះត្រង់មានតួនាទីធ្វើជាសោមាសចាក់បេះដូងស្វាមីនិងបេះដូងភរិយាឲ្យជាប់គ្នាកាលបើមានសច្ចៈចិត្តមួយថ្លើមមួយហើយអ្វីដតីផ្សេងទៀតដូចជាការយល់ចិត្តគ្នាការឲ្យអភ័យសេចក្តីអត់ធន់ការបរិច្ចាគលះបង់ការទូលមានចិត្តនិងការដឹងគុណគ្នាទៅវិញទៅមកជាដើមក៏រមែងតាមមកដង្ហែសច្ចៈការស្មោះត្រង់នឹងគ្នារវាងភរិយាស្វាមីជាហេតុធ្វើឲ្យគ្រួសាររស់នៅជាសុខមិនឆ្លោះប្រកែកទាស់តែងលែងលះគ្នាមិនរង្គៀសសង្ស័យគ្នាមិនប្រច័ណ្ឌគ្នាជាដើមដូច្នេះការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់សម្រាប់ភរិយាស្វាមីគួរថែរក្សាថ្នាក់ថ្នមទុកឲ្យល្អជាទីបំផុតដល់ពេលកូនមានគ្រួសារកូនត្រូវតែចាប់យកនៅការស្មោះត្រង់នេះមករក្សាទុកកុំខាន
ដើម្បីឲ្យគ្រួសាររបស់កូនបានសុខសប្បាយនិងភ្លឺស្វាងបើចំណែកខាងណាមួយមិនស្មោះត្រង់ទៅវិញនោះនឹងរស់នៅមិនបានសុខឡើយកូនគិតមើលចុះការដែលត្រូវឃើញមុខគ្នានឹងរស់នៅជាមួយមនុស្សដែលមិនស្មោះត្រង់នោះតើមានការចង្អៀតចង្អល់តូចចិត្តលំបាកចិត្តយ៉ាងណាកូនគង់តែគិតឃើញមិនខានដូច្នេះតើប្តីប្រពន្ធមិនត្រូវប្រព្រឹត្តជាមនុស្សនៅក្រៅបេះដូងរបស់គូក្រងឡើយពោលគឺមិនត្រូវក្បត់ចិត្តគ្នាមនុស្សយើងបើសំបីតែសច្ចៈចំពោះគូក្រងដែលខ្លួនស្រឡាញ់រក្សាមិនបានទៅហើយតើត្រូវរក្សាអ្វីឲ្យគូក្រងរបស់ខ្លួនបានទៅហើយនឹងត្រូវរក្សាសេចក្តីល្អអ្វីដទៃទៀតបានដែរទៅការដែលគួរជឿទុកចិត្តនិងយុះសេរីរបស់មនុស្សយើងនោះគឺចាប់ផ្ដើមពីសច្ចៈនេះឯងមានតែមនុស្សដែលរក្សានៅសច្ចៈមានការស្មោះត្រង់ប៉ុណ្ណោះដែលគួរឲ្យជឿទុកចិត្តបានចំណែកមនុស្សដែលខ្វះសច្ចៈសំបីតែជាមួយនឹងគូក្រងរបស់ខ្លួនឯងហើយទៅមានសច្ចៈជាមួយនឹងអ្នកដទៃនោះជាការលំបាកនឹងឲ្យជឿណាស់គ្រប់ទីកន្លែងដែលគេតែងប្រកាន់រហូតមកគឺថាជាការអាប់អោនកិត្តិយសខ្លាំងណាស់ក្នុងរឿងដែលមិនមានចិត្តមួយថ្លើមមួយហើយទៅរំលែកចែកកាយចែកចិត្តឲ្យដល់អ្នកដទៃជាពិសេសស្ត្រីខ្មែរបើកូនប្រុសស្រីមានបំណងចង់ជួបគ្នាជាភរិយាស្វាមីឲ្យមានសេចក្តីសុខសាន្តតភពជាតិកំណើតរហូតដល់បរមសុខគឺព្រះនិព្វានកូនត្រូវតែជាគូក្រងដែលមានសទ្ធាស្មើគ្នាមានសិលស្មើគ្នាមានការបរិច្ចាគស្មើគ្នានិងមានបញ្ញាស្មើគ្នាព្រមទាំងចេះនិយាយស្ដាប់គ្នាមានហេតុមានផលជាគោលកាន់យកមិនចចេះអាងអញយ៉ាងនេះអាងអញយ៉ាងនោះឡើយព្រមល្ងងខ្លះល្អណាស់កូនជាទីស្រឡាញ់ការដែលយើងធ្វើជាមនុស្សមានទឹកចិត្តមានការស្មោះត្រង់និងមានការស្រឡាញ់យុត្តិធម៌នោះអ្នកដទៃគេអាចមើលមកថាយើងល្ងងមិនចេះរកស៊ីមិនចេះចង់មានចង់បានមិនចេះឆក់ឱកាសកូនអើយព្រមឲ្យគេថាទៅចោះព្រមឲ្យគេថាល្ងងល្អជាងកូនជាមនុស្សមិនមានទឹកចិត្តមិនមានសុចរិតស្មោះនិងមិនមានយុត្តិធម៌កូនធ្វើការដោយស្មោះត្រង់មានទឹកចិត្តចំពោះអ្នកដទៃស្លូតបូតត្រឹមត្រូវសូម្បីមិនសូវមានទ្រព្យលើសពីការប្រើប្រាស់ដោយគេក៏ដោយតែកូនសប្បាយចិត្តគ្រួសារយើងអាចខ្វះខាតខ្លះប៉ុន្តែមានការកក់ក្ដៅរស់នៅឃើញមុខគ្នាមិនគិតខ្វល់ឬរង្គៀសចិត្តក្នុងរឿងអ្វីច្រើនឡើយរវាងការមានបានទ្រព្យសម្បត្តិតែមិនមានការកក់ក្ដៅនិងមានការកក់ក្ដៅគ្រាន់តែមិនសូវមានទ្រព្យពីរយ៉ាងនេះតើកូនជ្រើសរើសយកមួយណាមានមនុស្សមួយចំនួនមានមុខមានមាត់ក្នុងសង្គមមានពេលវេលាដើរតាក់ទងយកចិត្តយកថ្លើមអ្នកដទៃជាងមានពេលនៅជាមួយគ្រួសាររបស់ខ្លួនឯងឬក៏ត្រូវស្ទុះទៅលិចស្ទុះទៅកើតដើម្បីរក្សាផលប្រយោជន៍របស់ខ្លួនរហូតមិនមានលហែឲ្យពេលទៅផលប្រយោជន៍ខាងក្រៅផ្សេងច្រើនជាងឲ្យដល់គ្រួសារឬពុំនោះសោតត្រូវប្រឹងប្រែងព្យាយាមប្រចុះប្រជែងអ្នកតូចអ្នកធំដើម្បីផលប្រយោជន៍នោះដូច្នេះឯងដែលគាត់គិតថាខ្លួនគាត់ឆ្លាតបានជាភ្លេចថាព្រោះការឆ្លាតរបស់ខ្លួននោះឯងបានធ្វើឲ្យខ្លួនមិនមានពេលបរិភោគឬបរិភោគខុសពេលមិនមានពេលដេកមិនមានពេលសម្រាកនិងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ធ្វើឲ្យគ្រួសារខ្វះភាពកក់ក្ដៅកូនអើយពិតមែនហើយថាក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ប៉ុន្តែមិនមែនឲ្យតែមានប្រាក់គឺមានសុភមង្គលមានភាពកក់ក្ដៅក្នុងចិត្តក្នុងជីវិតទៅសពគ្រប់នោះទេមានស្ត្រីជាភរិយាច្រើនណាស់ដែលមិនខ្វះទ្រព្យសម្បត្តិមានសុទ្ធតែរបស់ល្អរបស់ថ្លៃប៉ុន្តែជាប្រក្តីមានមុខអាប់ស្រពោនព្រោះខ្វះភាពកក់ក្ដៅពីស្វាមីនោះឯងមនុស្សដែលគិតថាខ្លួនឯងឆ្លាតតែមិនមានពេលដេកនៅផ្ទះត្រូវចោលប្រពន្ធចោលកូនជារឿយខ្វះការស្មោះត្រង់មួយនឹងមួយខ្វះធម៌សន្តោសល្មោបលោភលន់រកស៊ីទុច្ចរិតខ្
ខ្វះយុត្តិធម៌លាក់កូនអើយក្នុងរឿងទាំងអស់នេះបើគេថាកូនល្ងងមែនតែនព្រោះមិនចេះដូចគេគឺជាការល្អណាស់កូនចេះត្រឹមតែការងាររបស់កូនដោយទឹកចិត្តសុចរិតស្មោះត្រង់គ្រួសារមានភាពកក់ក្ដៅដូច្នេះកូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយក្បាលដល់ខ្នើយកូនដេកលក់មិនចាំបាច់យកដៃកងថ្ងាសឡើយណាកូនឲ្យអភ័យកូនជាទីស្រឡាញ់ក្នុងโลกនេះមិនមានអ្នកណាដែលធ្វើអ្វីត្រឹមត្រូវឬល្អទៅទាំងអស់នោះឡើយព្រោះថាគឺជាអ្នកនៅមានកិលេសដែលជាគ្រឿងសៅមងចិត្តហើយក៏មិនមានអ្នកណាធ្វើអ្វីឲ្យត្រូវចិត្តយើងគ្រប់បែបយ៉ាងនោះដែរចំណែកយើងក៏ដូចគ្នាទោះជាយើងខំប្រឹងធ្វើល្អធ្វើត្រូវទៅគ្រប់យ៉ាងក៏ដោយក៏គង់មានគេទាស់ចិត្តនឹងយើងដែរអ្នកដតីគេធ្វើខុសមានការខ្វះខាតឬធ្វើអ្វីមិនត្រូវចិត្តមិនត្រូវអធិស្ឋានរបស់កូនត្រូវចេះឲ្យអភ័យដល់គេកុំប្រកាន់កុំខឹងក្រោធនិងកុំទៅឆ្លោះប្រកែកទាស់តែងអ្វីនឹងគេឡើយកូនត្រូវនៅស្ងៀមឲ្យបានល្អបើមានអ្វីត្រូវបកស្រាយកូនត្រូវមើលឱកាសមើលអ្នកដតីហើយចិត្តរបស់កូនត្រូវតែត្រជាក់មិនក្តៅក្រហាយពិចារណាឃើញហេតុឃើញផលច្បាស់សិនសឹមនិយាយកូនត្រូវចាំពាក្យនេះទុកថាឫស្សីអាងបន្លាការពារខ្លួនប្រាជ្ញអាងច្បាប់ក្បួនការពារខុសជនពីលគ្មានអាងអ្វីទាំងអស់អាងតែឆ្លោះតទល់កម្លាំងបាយកាលកូនឲ្យអភ័យដល់គេហើយអ្នកដែលសប្បាយចិត្តគឺកូននឹងឯងការចងនៅសេចក្តីក្រោធទុកគឺជាការចងដុំភ្លើងនឹងចិត្តត្រូវគិតអាឃាតព្យាបាទគិតរកឧបាយបៀតបៀនគេរឿយជាដើមមានតែអាក្រក់ប៉ុណ្ណោះមិនមានអ្វីល្អឡើយការឲ្យអភ័យម្យ៉ាងទៀតគឺការឲ្យមិនមានភ័យដល់អ្នកដតីបានសេចក្តីថាធ្វើខ្លួនរបស់យើងមិនឲ្យមានពឹសមិនឲ្យមានភ័យដល់អ្នកដតីមិនបង្កការភ័យខ្លាចសេចក្តីក្តៅក្រហាយផ្សេងឲ្យដល់អ្នកណាឡើយកូនត្រូវធ្វើខ្លួនឲ្យគេស្គាល់ចិត្តជាគ្នាឯងមិនមានស្នៀតមិនក្រឡិចក្រឡុចនិងជាទីទុកចិត្តរបស់អ្នកដតីធ្វើយ៉ាងនេះឈ្មោះថាឲ្យអភ័យកូនត្រូវយល់ថាការឲ្យអភ័យគឺការឲ្យសេចក្តីល្អដល់ខ្លួនកូនឯងនឹងឯងអ្នកផងទាំងពួងគេទុកចិត្តប្រគល់ការងារសំខាន់ឲ្យកូនធ្វើខុសអំពីមនុស្សដែលមានពឹសទុកចិត្តមិនបានទៅទីណាគេមិនចង់ឲ្យចូលចិត្តនៅក្នុងទីណាគេខ្លាចគេបារម្ភធ្វើការអ្វីគេមិនទុកចិត្តវាជាការមិនល្អគ្រប់យ៉ាងចូលកូនកុំជាមនុស្សមានពឹសមានភ័យដល់អ្នកដតីឡើយបើកូនឲ្យអភ័យដល់អ្នកដតីបានកូននឹងបានសុខសប្បាយបើកូនធ្វើខ្លួនមិនឲ្យមានពឹសមានភ័យដល់អ្នកដតីបានកូននឹងនៅក្នុងទីណាក៏បានមិនមានអ្នកណារង្គៀសភ័យព្រួយបារម្ភអ្វីឡើយដូច្នេះកូនត្រូវហ្វឹកហាត់ឲ្យអភ័យកុំទៅគិតថាជាការអន់ខ្សោយខូចយសខូចសាក់ព្រោះការឲ្យអភ័យនោះដោយហេតុតែមនុស្សយើងស្រឡាញ់យសស្រឡាញ់សាក់ប្រកាន់អំណាចខ្លាំងក្លាពេកទៅនឹងឯងទៅត្រូវមកបង្កកម្មពៀនឹងគ្នាមិនមានទីបំផុត